កម្ពុជាកំពុងក្លាយជាទិសដៅដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់វិនិយោគិនដែលកំពុងស្វែងរកឱកាសកំណើននិងសក្តានុពលរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រនៃតំបន់អាស៊ានកម្ពុជាមានប្រជាជនវ័យក្មេងទីផ្សារអ្នកប្រើប្រាស់កំពុងរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរនិងការតភ្ជាប់កាន់តែខ្លាំងជាមួយសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះកម្ពុជាបានបន្តអភិវឌ្ឍក្នុងវិស័យជាច្រើនដូចជាអចលនទ្រព្យឧស្សាហកម្មកសិកម្មទេសចរណ៍ Logistics ថាមពលបច្ចេកវិទ្យាអប់រំនិងសេវាហិរញ្ញវត្ថុអត្ថប្រយោជន៍សំខាន់មួយរបស់កម្ពុជាគឺទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលកម្ពុជាមានការតភ្ជាប់ជាមួយប្រទេសវៀតណាមឡាវចិននិងទីផ្សារអាស៊ានផ្សេងៗដែលបង្កើតឱកាសសម្រាប់ពាណិជ្ជកម្មការផលិតការដឹកជញ្ជូននិងការពង្រីកអាជីវកម្មក្នុងតំបន់ជាមួយគ្នានេះកម្ពុជាក៏កំពុងបន្តវិនិយោគលើផ្លូវថ្នល់ផ្លូវល្បឿនលឿនអាកាសយានដ្ឋានតំបន់ឧស្សាហកម្មនិងការអភិវឌ្ឍទីក្រុងថ្មីការអភិវឌ្ឍទាំងនេះមិនត្រឹមតែបង្កើតឱកាសនៅរាជធានីភ្នំពេញប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកឱកាសថ្មីៗនៅតាមបណ្ដាខេត្តនិងតំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេសសម្រាប់វិនិយោគិនកម្ពុជាមិនគួរត្រូវបានមើលឃើញថាជាទីកន្លែងសម្រាប់តែយកទុនមកវិនិយោគប៉ុណ្ណោះទេកម្ពុជាគឺជាទីកន្លែងដែលវិនិយោគិនអាចកសាងភាពជាដៃគូបង្កើតអាជីវកម្មបង្កើតការងារផ្ទេរចំណេះដឹងនិងចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងរយៈពេលវែងជាការពិតការវិនិយោគគ្រប់ប្រភេទត្រូវការសិក្សាឲ្យបានច្បាស់លាស់ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈការយល់ដឹងផ្នែកច្បាប់ការវិភាគទីផ្សារនិងដៃគូក្នុងស្រុកដែលមានភាពជឿជាក់ប៉ុន្តែសម្រាប់វិនិយោគិនដែលយល់ដឹងពីទីផ្សារគ្រប់គ្រងហានិភ័យបានល្អនិងមានចក្ខុវិស័យរយៈពេលវែងកម្ពុជានៅតែមានសក្តានុពលដ៏ធំសម្រាប់ការរីកចម្រើនខ្ញុំជឿជាក់ថាដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់កម្ពុជានឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់ទាំងវិនិយោគិនក្នុងស្រុកនិងវិនិយោគិនអន្តរជាតិកម្ពុជាមិនមែនគ្រាន់តែជាទីផ្សារដែលកំពុងអភិវឌ្ឍនោះទេប៉ុន្តែជាទីផ្សារមួយដែលអនាគតកំពុងត្រូវបានកសាងនៅថ្ងៃនេះហើយសម្រាប់វិនិយោគិនដែលមានចក្ខុវិស័យត្រឹមត្រូវនេះហើយជាកន្លែងដែលឱកាសចាប់ផ្ដើម